ព្រះគម្ពីរពងសាវតារខ្សត្រទី1ជំពូកទី19អាហាបទ្រង់ប្រាប់ដល់យេសេបែលពីគ្រប់ទាំងការដែលអេលីយ៉ាបានធ្វើហើយពីការដែលលោកបានសម្លាប់ហោរ៉ាទាំងប៉ុន្មានដោយដែរដូច្នេះយេសេបែលព្រះនាងចាត់គេឲ្យនាំពាក្យទៅប្រាប់អេលីយ៉ាថាដល់ស្អែកនេះពេលថ្មនេះបើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអស់អ្នកទាំងនោះទេនោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញហើយលើសទៅទៀតផងការលោកបានជ្រាបដូច្នោះហើយនោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិតបានទៅដល់បៀសេបាជាស្រុករបស់ពួកយូដាលោកក៏ទុកអ្នកបម្រើនៅទីនោះតែខ្លួនលោកដើរពេញមួយថ្ងៃចូលទៅក្នុងទីរហោស្ថានទៅអង្គុយនៅក្រោមដើមដង្កោរួចទូលសូមឲ្យខ្លួនស្លាប់ទៅដោយពាក្យថាល្មមហើយអោព្រះយេហូវ៉ាអើយសូមយកព្រលឹងទូបង្គំទៅឥឡូវចោះបើទូបង្គំមិនវិសេសជាងពួកអាយកោទូបង្គំទេលោកក៏ប្រះខ្លួនដេកលក់នៅក្រោមដើមដង្កោនោះទៅនោះមានទេវតាមកដាស់លោកប្រាប់ថាជើក្រោកឡើងបរិភោគសិនលោកក៏លេចមើលទៅឃើញនៅក្បាលដំណេកមាននំដុតឆ្អិននៅលើធ្យូងភ្លើងហើយមានទឹកមួយក្អមផងនោះលោកក៏បរិភោគនំនិងទឹកនោះរួចដេកទៅវិញទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្ដងទៀតប្រាប់ថាជើក្រោកឡើងបរិភោគទៅត្បិតផ្លូវដែលត្រូវដើរនោះហួសកម្លាំងឯងណាស់លោកក៏ក្រោកឡើងបរិភោគទៅហើយដោយសារកម្លាំងដែលបានពីអាហារនោះលោកក៏ដើរទៅអស់40ថ្ងៃ40យប់បានទៅដល់ភ្នំហោរ៉ែបជាភ្នំនៃព្រះកាលលោកបានទៅដល់ហើយនោះក៏ចូលទៅអាស្រ័យក្នុងរអាងមួយនៅទីនោះគ្រានោះឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថាអេលីយ៉ាអើយតើធ្វើអីនៅទីនេះលោកទូលថាទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារជាខ្លាំងត្បិតពួកកូនចៅអ៊ីស្រាអែលគេបានបោះបង់ចោលសេចក្តីសញ្ញាទ្រង់គេបានរំលំអស់ទាំងអាសនៈរបស់ទ្រង់ហើយបានសម្លាប់ពួកហោរ៉ាទ្រង់ដោយដើរផងនៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះហើយគេរកជីវិតទូលបង្គំថែមទៀតទ្រង់មានបន្ទូលទៅថាចូលឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចោះនោះមើលព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំងបក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ាតែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេក្រោយខ្យល់នោះមកក៏មានកក្រើកដីតែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេបន្ទាប់ពីការកក្រើកដីនោះមកនោះមានភ្លើងឆេះតែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេក្រោយពីភ្លើងនោះមកមានឮសំឡេងតូចរហៀងកាលអេលីយ៉ាបានឮហើយនោះលោកក៏យកក្រមាគ្រលុំមុខចេញមកឈរនៅមាត់រអាងនោះមានឮសំឡេងមកដល់លោកថាអេលីយ៉ាអើយតើឯងធ្វើអ្វីនៅទីនេះលោកទូលឆ្លើយថាទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារជាខ្លាំងបិទពួកកូនចៅអ៊ីស្រាអែលគេបានបោះបង់ចោលសេចក្តីសញ្ញាទ្រង់គេបានរំលំអស់ទាំងអាសនៈទ្រង់ហើយបានសម្លាប់ពួកហោរ៉ាទ្រង់ដោយដើរផងនៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះហើយគេស្វែងរកជីវិតទូលបង្គំថែមទៀតព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅលោកថាចូលឯងត្រឡប់ទៅតាមផ្លូវដែលកាត់ទីរហោស្ថានទៅឯក្រុងដាម៉ាស់ទៅកាលណាបានដល់ហើយនោះចូលចាក់ប្រេងតាំងហាសែលឡើងឲ្យធ្វើជាស្ដេចស្រុកសេរីចុះហើយត្រូវចាក់ប្រេងតាំងយេហូជាកូននីមស៊ីឡើងឲ្យធ្វើជាស្ដេចសោយរាជលើស្រុកអ៊ីស្រាអែលដែរឯអេលីសេជាកូនសាផាតតែនៅអេបែលមហូឡានោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរ៉ាជំនួសឯងដូច្នេះអ្នកណាដែលរួចពីដាវរបស់ហាសែលនោះយេហូនឹងសម្លាប់គេវិញហើយអ្នកណាដែលរួចពីដាវរបស់យេហូនោះអេលីសេនឹងសម្លាប់បងប៉ុន្តែអញនឹងទុកឲ្យមានមនុស្ស7នាក់សល់នៅក្នុងពួកអ៊ីស្រាអែលជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាលឬថើបវាឡើយដូច្នេះលោកក៏ចេញពីទីនោះទៅរកអេលីសេជាកូនសាផាតឃើញកំពុងតែព្យួរមានគោ12នឹមព្យួរនៅខាងមុខគាត់គឺគោដែលព្យួរដោយនឹមក្រោយបង្អស់នៅខណៈនោះអេលីយ៉ាក៏ដើរតម្រង់ទៅឯគាត់ហើយបោះក្រមាខ្លួនទៅលើគាត់ក៏លះបង់គោចោលរត់ទៅតាមអេលីយ៉ាដោយពាក្យថាសូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្ដាយខ្ញុំសិននោះខ្ញុំនឹងមកតាមលោកតែអេលីយ៉ាឆ្លើយតបថាចូលទៅវិញទៅតែអញបានធ្វើអ្វីដល់ឯងដូច្នេះគាត់ក៏ត្រឡប់ទៅវិញយកគោមួយនឹមសម្លាប់ទៅហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោរួចចែកគ្នាបរិភោគទៅរួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ាដើម្បីបម្រើលោក